សួស្តីបងប្អូនទាំងគ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងនិយាយឡើងវិញជាមួយទូរស័ព្ទដៃ iPhone 14 ធម្មតាដែលចេញនៅក្នុងឆ្នាំ2022ចាំបើសិនជាអ្នកទាំងគ្នាកំពុងតែស្រឡាញ់ចង់បានជាមួយទូរស័ព្ទដៃនេះយកទៅធ្វើការប្រើប្រាស់អាចមើលជាមួយនឹងវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងខ្ញុំបានហើយហ្នឹងហើយបើសិនជាអ្នកទាំងគ្នាចង់ទិញវាយកទៅធ្វើការប្រើក៏អាចរកបានជាមួយនឹងហាងលក់ទូរស័ព្ទដៃដែលមាន store ផងដែរណាហមកុដគឺមានលក់ជាមួយទូរស័ព្ទដៃ iPhone គ្រប់ចំណុចតែម្ដងមិនតែប៉ុណ្ណោះណាហមកុដគឺមានគ្រប់សេវាកម្មទៀតមិនថាទិញដាច់វាយដូរឬមួយក៏បងរំលោះទេហើយអ្វីដែលសំខាន់ហ្នឹងគឺគាត់មានការធានារហូតដល់1ឆ្នាំចេញពីហាងផ្ទាល់ផងដែរអញ្ចឹងបើសិនជាអ្នកនរគ្នាកំពុងតែចង់បានវាយកទៅធ្វើការប្រើអីគឺអាចឆែករកបានសម្រាប់ page គឺខ្ញុំបានធ្វើការដាក់នៅខាងលើ description ឥឡូវគឺយើងចូលប្រធានបទយើងវិញសម្រាប់ទូរស័ព្ទដៃ iPhone 14 ធម្មតាចេញការពីលើកហ្នឹងគឺមានរហូតដល់6ពណ៌ឯណោះបងប្អូនទាំងគ្នាហើយសម្រាប់ពណ៌ដែលខ្ញុំកំពុងតែកាន់បង្ហាញបងប្អូនយើងនេះគឺជាប្រភេទពណ៌ midnight ឬមួយក៏ពណ៌ខ្មៅពណ៌ដែលយើងមើលឃើញក្នុងផ្នែកគឺពណ៌ខ្មៅអញ្ចឹងណាបងប្អូនទាំងគ្នាហើយសម្រាប់រូបរាងក៏ដូចជាការ design របស់វាទៅលើទូរស័ព្ទដៃ iPhone 14គឺសិតសឹងតែដូចគ្នាទៅនឹង iPhone 13 ធម្មតាទាំងអស់តែម្ដងទៅលើតួមួយជុំរបស់គេនេះគឺជាប្រភេទតួដែលស្រោបមកជាមួយនឹងតួ Aluminium ហើយទៅលើ screen របស់គេនេះគឺមានទំហំ 6.1 អ៊ីងមានមកជាមួយនឹងល្បឿន refresh rate 60Hz ដូចគ្នាទៅនឹង iPhone 13 ដូចគ្នាអញ្ចឹងដែរហើយទៅលើកម្រិតបង្ហាញក្រោមពន្លឺថ្ងៃការបង្ហាញពន្លឺទឹកពណ៌គឺដូចគ្នាសិតសឹងតែ iPhone 13 សុទ្ធតែម្ដងហើយបើសិនជាអ្នកនរគ្នាជាអ្នកកំពុងតែប្រើប្រាស់ជាមួយទូរស័ព្ទដៃ iPhone 13ចង់ switch វាមកប្រើជាមួយទូរស័ព្ទដៃ iPhone ខ្ញុំគឺចង់ប្រាប់អ្នកនរគ្នាមានតែ2ចំណុចទេធំបើសិនជាអ្នកនរគ្នាចង់ធ្វើការ update វាមកប្រើប្រាស់ជាមួយទូរស័ព្ទដៃ iPhone 14 វិញអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមនិយាយឲ្យខ្លីតែចូលទៅឲ្យជ្រៅបន្តិចទូរស័ព្ទដៃ iPhone 14 គឺវាupdate ខ្លាំងតែទៅលើផ្នែកខាងក្នុងរបស់វាទេហើយទៅលើផ្នែកកាមេរ៉ារបស់វាក៏ធ្វើការ update ធំផងដែរទូរស័ព្ទដៃ iPhone 14 គឺគេបានបំពាក់មកជាមួយនឹងកាមេរ៉ា2គ្រាប់ដែលមានទំហំ12 megapixel ដូចទៅនឹង iPhone 13អញ្ចឹងក៏ប៉ុន្តែទៅលើការ update របស់គេហ្នឹងគឺ update software ផ្នែកខាងក្នុងរបស់វាដោយទៅលើមុខងារថតវីដេអូ cinematic បើសិនជាយើងនិយាយទូរស័ព្ទដៃ iPhone 13 គឺថតបាននៅក្នុងកម្រិតត្រឹមតែ18 30 frame ទេប៉ុន្តែសម្រាប់ទូរស័ព្ទដៃ iPhone 14 វិញទៅលើការថតជាមួយនឹងមុខងារវីដេអូ cinematicឬមួយក៏វីដេអូថត blur background ខាងក្រោយហ្នឹងគឺអាចថតបានដល់កម្រិតវីដេអូ 4K 24 25 30 និង 60បានយ៉ាងល្អប្រសើរមែនតើហើយទៅលើការចាប់យកទឹកពណ៌ក៏ដូចជាការ blur background ខាងក្រោយរបស់វាហ្នឹងគឺពិតជាធ្វើបានល្អប្រសើរខ្លាំងមែនតើដូចទៅនឹងប្រភេទពួក Pro និង Pro Max អញ្ចឹងបើសិនជាអ្នកនរគ្នាចង់ switch ពីទូរស័ព្ទដៃ iPhone 13ចង់មកប្រើ iPhone 14នេះគឺជាចំណុចទី1ដែលអ្នកនរគ្នាគួរតែ switch តែម្ដងដោយសារតែទៅលើផ្នែកកាមេរ៉ារបស់វាគឺវាបានធ្វើការ update ទៅលើការថតវីដេអូនេះគឺថតបានរហូតដល់ក្នុងកម្រិតវីដេអូ 4K ហើយ blur background ក៏ blur បានដាច់ស្អាតផងដែរហើយអ្វីដែលសំខាន់ហ្នឹងទៅលើកាមេរ៉ាផ្នែកខាងមុខរបស់វាហ្នឹងក៏អាចថតបាននៅក្នុងកម្រិតវីដេអូ 4K cinematic 30 24ទៅ60 frame ដូចគ្នាផងដែរអញ្ចឹងទៅលើការប្រើប្រាស់ទៅលើការថតមិនថាថតរូបឬមួយក៏ថតវីដេអូទេគឺខ្ញុំធានាថាវាពិតជាធ្វើការបានល្អប្រសើរខ្លាំងមែនទែនសម្រាប់ផ្នែកកាមេរ៉ានៅលើទូរស័ព្ទដៃ iPhone 14 មួយនេះហើយបើយើងនិយាយទាក់ទងជាមួយនឹង chip របស់វាវិញសម្រាប់ទូរស័ព្ទដៃ iPhone 14 គឺគេបានបំពាក់មកជាមួយនឹងបន្ទះ chip Apple A15 Bionic ដូចគ្នាទៅនឹង iPhone 13ក៏ប៉ុន្មានក៏ប៉ុន្តែទៅលើ Apple GPU របស់វាហ្នឹងគឺលើស iPhone 13 មួយ core ដោយទូរស័ព្ទដៃ iPhone 13គឺមានមកជាមួយនឹង Apple GPU ត្រឹមតែ4 core ទេហើយសម្រាប់ iPhone 14 នេះគឺមានរហូតដល់5 core អញ្ចឹងបើសិនជាយើងនិយាយទាក់ទងជាមួយការប្រើប្រាស់ប្រចាំថ្ងៃសួរថាវារស់បានដល់កម្រិតណារស់បានយូរប៉ុណ្ណាខ្ញុំអាចនិយាយបានថាគឺវារស់បានយូរជាង iPhone 13ដោយសារទី1គឺទូរស័ព្ទដៃនេះគឺវាចេញក្រោយ iPhone 13ហើយទី2ទៅលើ Apple GPU របស់វាក៏វាមានលើស iPhone 13មួយគ្រាប់ផងដែរវាមានរហូតដល់5គ្រាប់អញ្ចឹងណាបងប្អូនទាំងគ្នាទៅលើការប្រើប្រាស់ទូទៅមិនថាការលេងហ្គេមឬមួយក៏ការចេញចូលកម្មវិធីទេគឺវា smooth ល្អប្រសើរខ្លាំងមែនទែនដោយសារតែទូរស័ព្ទដៃនេះវាបានបំពាក់មកជាមួយនឹង RAM 6GB វាលើស iPhone 13រហូតដល់ 2GB ផងដែរហើយខ្ញុំគិតថាវាល្អប្រសើរមែនទែនសម្រាប់ទូរស័ព្ទដៃ iPhone 14នៅក្នុងឆ្នាំ2025នេះខ្ញុំក៏បានធ្វើការតែ game Mobile Legends ផ្ទាល់ផងដែរទៅលើការលេងគឺមិនសូវជាឡើងកម្ដៅទេហើយបច្ចុប្បន្នគឺវាអាចធ្វើការ update បានមកដល់ iOS 18.4 version beta សម្រាប់ម៉ាស៊ីនដែលខ្ញុំកំពុងតែកាន់ហ្នឹងក៏វាឈរនៅលើ version 18.4 beta នឹងផងដែរទៅលើការប្រើប្រាស់ប្រចាំថ្ងៃខ្ញុំសង្កេតឃើញថាវាប្រើប្រាស់បានល្អប្រសើរខ្លាំងមែនទែនចុះបងប្អូនវិញយល់យ៉ាងណាដែរសម្រាប់ទូរស័ព្ទដៃ iPhone 14នៅក្នុងឆ្នាំ2025នេះកុំភ្លេចធ្វើការ comment នៅខាងក្រោមវីដេអូហើយខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតកុំភ្លេច like និង share subscribe ដល់រូបកណ្ដឹងដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗជារៀងរាល់ថ្ងៃអរគុណច្រើន